សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបបង្កើតវីដេអូ AI បាទដែលមានលក្ខណៈអឺជាសាច់រឿងអញ្ចឹងអ្នកនរគ្នាបាទហើយយើងបង្កើតដោយ free ទេបាទអត់អស់លុយទេអ្នកនរគ្នាណាបាទអញ្ចឹងអ្នកនរគ្នាបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចចុច like ម្នាក់មួយទៅហើយអ្នកដែលអត់ទាន់បាន subscribe ទេសូម subscribe ដើម្បីទទួលបាននូវវីដេអូក្រោយទៀតណាបាទអញ្ចឹងថ្ងៃនេះគឺអូខេខ្ញុំនឹងបង្ហាញពីរបៀប technique ក្នុងការធ្វើវីដេអូប្រភេទជាសាច់រឿងអញ្ចឹងមានតួអង្គអញ្ចឹងបាទតាំងពីដើមដល់ចប់ តួអង្គយើងគឺអញ្ចឹងបាទជាក់ស្ដែងខ្ញុំធ្វើវីដេអូលក្ខណៈបង្រៀនសិស្សអញ្ចឹងគឺងាយស្រួលទេបាទអញ្ចឹងបើសិនជាយើងចង់ធ្វើសាច់រឿងអីផ្សេងប្រហែលជាស៊ីពេលយូរអញ្ចឹងណាបាទអញ្ចឹងយើងព្យាយាមធ្វើ content ណាដែលងាយស្រួលអញ្ចឹងទៅគឺវាអត់ពិបាកបាទអញ្ចឹង content នេះគឺខ្ញុំដាក់ទទួលតែម្នាក់ឯងទេបាទអូខេខ្ញុំធ្វើជាសាច់រឿងបរិញ្ញាពីប្រវត្តិសាស្ត្រឬក៏ធ្វើឲ្យមួយឬក៏មេរៀនសម្រាប់សិស្សសិស្សអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងគន្លឹះសំខាន់អ្នកនរគ្នាត្រូវមានកម្មវិធីនេះបាទអ្នកនរគ្នាត្រូវចេះប្រើកម្មវិធី Flow AI ណាបាទអញ្ចឹងអ្នកនរគ្នាចេះប្រើកម្មវិធី Flow AI ហើយឬនៅបាទបើអត់ទាន់ចេះទេអ្នកនរគ្នាអាចមើលវីដេអូនេះបានហើយកម្មវិធី Flow AI នេះគឺវាមានកំណត់ណាដោយសារតែ account នេះគឺ account Pro ខ្ញុំអាចបង្កើតបានច្រើនបាទនេះតែឥឡូវចិត្តអស់ហើយបាទវា free ឲ្យប្រហែល credit ឥឡូវចិត្តអស់ហើយហើយនេះគឺជា Gmail ដែលខ្ញុំយកមកបង្ហាញអ្នកនរគ្នាបាទអញ្ចឹងក្នុង Gmail គឺវា free ឲ្យ50 credit ណា50 credit ហើយវាឲ្យរៀងរាល់ថ្ងៃអញ្ចឹងថ្ងៃនេះយើងប្រើអស់50ស្អែកវាឲ្យ50ទៀត24ម៉ោងវាឲ្យ50ទៀតណាបាទអញ្ចឹងគន្លឹះសំខាន់នៅក្នុងវីដេអូនេះខ្ញុំចង់និយាយពីទី1របៀបបង្កើតវីដេអូជាមួយនឹង Flow AI ហើយទី2គឺយើងធ្វើម៉េចមិនចាយលុយក៏យើងអាចប្រើជាមួយកម្មវិធីដែល premium បានណាអញ្ចឹងគន្លឹះសំខាន់គឺយើងបង្កើត Gmail ឲ្យច្រើនទៅគឺយើងធ្វើបានហើយអ្នកនរគ្នាបាទព្រោះថាក្នុងមួយ Gmail មាន50 credit វាឲ្យរាល់ថ្ងៃអញ្ចឹងដល់ពេលយើងធ្វើវីដេអូទៅគឺមួយវីដេអូវាស៊ី10 15 credit អញ្ចឹងមួយ Gmail ក្នុងមួយថ្ងៃគឺយើងប្រើបង្កើតបាន3វីដេអូណាគឺស្មើនឹង45 credit ណាធ្វើដល់វីដេអូទី4គឺវាលេចឲ្យហើយអញ្ចឹងឧបមាថាយើងមាន10 Gmail យើងអាចបង្កើតបាន30វីដេអូណាមាន10 Gmail អញ្ចឹងបើយើងធ្វើឲ្យបានច្រើន10 20 30 40 Gmail ទៅគឺយើងអាចធ្វើបានច្រើនវីដេអូអញ្ចឹងណាហើយយើងមិនធ្វើការអស់លុយនេះគឺយើងអាចប្រើ free បានណាអញ្ចឹងនេះគឺកម្មវិធីហ្នឹងគឺគេហៅថា Flow AI អ្នកនរគ្នាចូលទៅកាន់ Google ហើយវាយពាក្យ Flow AI មកគឺវាចុចមកគឺវាចេញអញ្ចឹងឯងអ្នកនរគ្នាបាទគឺចេញអញ្ចឹងឯងបាទហើយបើសិនជាយើងចង់បង្កើតតួអង្គគឺយើងចូលទៅកាន់ ChatGPT នេះមកហើយយើងឲ្យវា generate តួអង្គអញ្ចឹងអ្នកនរគ្នាហើយនេះគឺខ្ញុំគិតថាអ្នកនរគ្នាចេះហើយរបៀបបង្កើតតួអង្គបាទ AI ណាបាទអញ្ចឹងបង្កើតតួអង្គ AI មកគឺនេះតាំងពីដើមដល់ចប់គឺតួអង្គនឹងដដែលបាទគាត់ថាវាដូរ background ដូរមុខមាត់ទៅតាម script ដែលយើងសរសេរអញ្ចឹងណាអ្នកនរគ្នានេះបាទអូខេតោះឥឡូវគឺខ្ញុំនិយាយតាក់ទងទៅនឹងរបៀបធ្វើដោយទៅអញ្ចឹងដំបូងបំផុតវាចេញមកអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ character នេះចូលទៅកាន់តួអង្គហើយអ្នកនរគ្នាធ្វើការ upload មក upload បង្ហោះតួដែលអ្នកនរគ្នាចង់ឲ្យធ្វើអញ្ចឹងណាបាទអញ្ចឹងខ្ញុំចុច upload នេះគឺតួស្រីហើយមើលទៀតបើសិនជាយើងធ្វើវីដេអូបែប animal ចេះធ្វើបានច្រើនអ្នកនរគ្នាមួយ clip បាទយើងធ្វើតែ3 clip វាបានមួយសាច់រឿងបាត់ហើយអ្នកនរគ្នាបាទមួយ Gmail បានមួយសាច់រឿងមួយ Gmail បានមួយសាច់រឿងអញ្ចឹងណាហើយបើធ្វើដូចខ្ញុំវាស៊ី credit ច្រើនព្រោះថាសាច់រឿងយើងរៀងវែងបើអ្នកនរគ្នាធ្វើពី animal ចេះឬក៏ឲ្យស្រីស្អាតចេះនិយាយ hello baby how you និយាយតែ10 second ហ្នឹងគឺបានបាត់ហើយបាទ10 second គឺស្មើមកវីដេអូបាត់ហើយអញ្ចឹងវាខ្លាចទៅជាវីដេអូ reel ដែលផ្ទុះផងដែរបាទតោះឥឡូវកុំឲ្យវែងប្រធានបទខ្ញុំទៅដាក់តួអង្គមួយសិនបាទឥឡូវខ្ញុំបានអាប់ឡូតរូបខ្ញុំចូលហើយខ្ញុំបានចុចកន្លែងនេះបាទដើម្បីដាក់ឈ្មោះតួអង្គអញ្ចឹងណាបាទឥឡូវខ្ញុំចេះដាក់ទៅឈ្មោះខ្ញុំហើយកន្លែងនេះគឺរើសសំឡេងបាទអញ្ចឹងយើងយកសំឡេងណាក៏បានសំឡេងមនុស្សប្រុសអញ្ចឹងណាបាទយកមួយណាដែលយើងគិតថាប្រុសយើងចាក់ស្ដាប់មើលទៅមួយណាប្រុសយើងយកមួយហ្នឹងអញ្ចឹងណាបាទនេះខ្ញុំធ្វើលឿនតាមទៀតខ្ញុំចុចតាមមកបាទបន្តទៀតអ្នកនរគ្នាធ្វើការចុចកន្លែងនេះគឺយើងចុចពាក្យថា Add to Chrome អញ្ចឹងណាបាទអូខេអញ្ចឹងយើងបានកន្លែងនេះអ្នកនរគ្នាឥឡូវយើងចង់ឲ្យតួអង្គហ្នឹងធ្វើមិនដូចជានេះខ្ញុំនិយាយតាក់ទងវីដេអូបង្រៀនអញ្ចឹងណាអញ្ចឹងខ្ញុំឆែក
chat GPT មកឲ្យវាសរសេរ script ចឹងណាបាទសូមសរសេរ script អីចឹងទៅសូមពន្យល់ពីអីចឹងបាទពន្យល់ពីអីគេគេហៅថាប្រវត្តិរាជធានីភ្នំពេញឧទាហរណ៍នេះចឹងមកចឹងយើងបាន script ហើយយើងអាចថាសូមសរសេរជាការពន្យល់ខ្ញុំចង់ធ្វើជា script ណាសម្រាប់ហោះធ្វើវីដេអូណាមកធ្វើវីដេអូផុសចូល Facebook បាទនឹង YouTube អញ្ចឹងទៅបាទអញ្ចឹងវានឹងឲ្យយើងហើយណាឲ្យយើងហើយវាបាទណាអញ្ចឹងយើង copy skip ហ្នឹងមកយើងមកដាក់នៅក្នុងនេះចូលហ្នឹងយើងចុចកន្លែងនេះមកអញ្ចឹងវានឹងបង្កើតទៅជា frame អញ្ចឹងណាអញ្ចឹងវាបង្កត់ត្រាទុកឲ្យថាយើងចង់ធ្វើពីអីណាអញ្ចឹងវាពងអាហ្នឹងបាទអញ្ចឹងយើងរងចាំវាទៅវានឹងធ្វើជា script បាទឲ្យយើងហ្នឹងធ្វើម្ដងមកឈុតម្ដងមកឈុតអញ្ចឹងណានេះពេលខ្ញុំផុសអញ្ចឹងហើយវានឹងនេះយើងដំបូងដៃយើងផុសគេហៅថាផុសនេះឃើញយើងអាប់ឡូតចូលអញ្ចឹងអាប់ឡូតមេរៀនចូលហើយយើងប្រាប់វាថាបែងចែកទៅជាភាគ1ភាគ2អញ្ចឹងណាអ្នកនរគ្នានេះសូមជួយ script រាប់អំពី script តាំងនេះអញ្ចឹងវាធ្វើជា frame វាធ្វើជា script និយាយទៅឆ្លងឆ្លើយគ្នាដូច AI អញ្ចឹងអញ្ចឹងយើងសរសេរមកទៅនោះឆ្លើយឆ្លើយកំងវាអញ្ចឹងណាយើងអាចកំងវាបានដូច chat GPT ដែរយើងសរសេរអញ្ចឹងណាវារៀបចំឲ្យណាហើយកន្លែងនេះកម្មពិតខ្ញុំដាក់តួអញ្ចឹងគឺវាអត់សូវស៊ីប្រហែលទេបើសិនជាខ្ញុំមកដាក់chat GPT ឲ្យខ្ញុំនឹងស្លៀកពាក់ជាងាយឈរនៅវត្តភ្នំអញ្ចឹងទៅឧទាហរណ៍អញ្ចឹងគឺវានឹងដាក់មកដែលមើលទៅវាតំណងអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងយើងសរសេរមកចុះឡើងគឺនឹងបានជា skip អញ្ចឹងហើយនេះយើងសរសេរមកហើយនេះបាទសូមបង្កើតឈុតទី6ណាយើងប្រាប់តាំងពី1ដល់5 6 17អីតាមអញ្ចឹងណានេះប្រាប់យើងចុចនិយាយទៅអានេះស៊ីសល់លើការកែច្នៃអ្នកនរគ្នាបាទដូចជានេះខ្ញុំដើមនេះគឺខ្ញុំសរសេរណាបាទសរសេរឲ្យវានិយាយទៅបាទឥឡូវខ្ញុំមកព្រូមើលព្រូឲ្យវាដើមបាទមិញខ្ញុំមកដាក់តួចូលទេតែជាវា generate មកជាទស្សនភាពទូទៅអញ្ចឹងបាទតួនេះខ្ញុំអត់បានដាក់ឲ្យវានិយាយទេបាទព្រោះខ្ញុំរត់នៅអត់តាន់ដែរខ្ញុំធ្លាប់តែធ្វើលក្ខណៈពង្រៀនអញ្ចឹងបើខ្ញុំអត់បានធ្វើជាលក្ខណៈគេហៅថាឲ្យខ្ញុំខ្លាចទៅជា guide ណាឈរនៅមាត់ទន្លេឬក៏ឈរនៅណាអញ្ចឹងទៅបាទអូខេយើងធ្វើអញ្ចឹងរហូតទៅដល់ចប់អញ្ចឹងហើយយើងចាំយើង download មកយើងមកចូលគ្នាអញ្ចឹងណាបាទ download មកចូលគ្នា
យើងនឹងទទួលបាននៅវីដេអូប្រភេទសាច់រឿងអញ្ចឹងហើយបាទហើយ free ទេបាទនេះឥឡូវអស់15ណាធ្វើវីដេអូមួយអស់15អញ្ចឹងនៅមានវីដេអូឲ្យច្រើនទៀតគឺយើងធ្វើទៅមួយ Gmail free ធ្វើបាន3វីដេអូចាំបើ10 Gmail ធ្វើបាន30វីដេអូអញ្ចឹងបាទនេះគឺជាទិដ្ឋភាពរួមអូខេណាតាមទៀតឲ្យយើង copy វិញមកយើងធ្វើម្ដងមួយអញ្ចឹងណាវានឹងបានល្អហើយធ្វើបានល្អអញ្ចឹងអត់គ្នាព្យាយាមធ្វើទៅ